លោកអ្នកនាងជាទីមេត្រីព័ត៌មាននៅពេលនេះពាក់ព័ន្ធទៅនឹងក្រុមហ៊ុនមេតាបានប្រកាសពីការបោះទុនរហូតដល់ទៅ$115 លានដើម្បីបង្រៀនបច្ចេកទេស free ដល់សិក្ខាកាមព្រមទាំងធានាផ្ដល់ឱកាសការងារធ្វើភ្លាមៗនៅពេលបញ្ចប់ការសិក្សាក្រុមហ៊ុនបណ្ដាញសង្គមជាមេតាកំពុងវិនិយោគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពលគឺចំនួន$115 លានដើម្បីបង្កើតកម្មវិធីបណ្ដុះបណ្ដាលអ្នកបច្ចេកទេសមជ្ឈមណ្ឌលទិន្នន័យដោយមិនគិតថ្លៃដែលមានឈ្មោះថា America Workforce Academy អ្វីដែលពិសេសនោះគឺកម្មវិធីនេះនឹងធានាផ្ដល់ឱកាសការងារពេញម៉ោងភ្លាមៗដល់សិក្ខាកាមទាំងឡាយណាដែលបានបញ្ចប់ការសិក្សាដោយជោគជ័យយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី9 ខែមិថុនាឆ្នាំ2026ការបោះទុនដ៏ធំនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាយ៉ាងមហិមាទំហំ$600 លានដែលមេតាក្រុងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងការបង្កើតការងារក្នុងសហរដ្ឋអាមេរិកនៅក្នុងរយៈពេល3ឆ្នាំខាងមុខដើម្បីពន្លឿនការសាងសង់មជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សសម្រាប់គ្រប់គ្រងដល់មហិច្ឆតាផ្នែកបញ្ញាសិប្បនិម្មិតរបស់ខ្លួនការផ្លាស់ប្ដូរដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការដាក់ចិត្តភ្នាល់យ៉ាងខ្លាំងរបស់លោក Mark Zuckerberg ក្នុងការបង្កើតជំនួយការ AI ដ៏ឆ្លាតវៃដែលអាចបំពេញកិច្ចការស្វ័យប្រវត្តិនានាជំនួសមនុស្សដើម្បីសម្រេចបាននៅចក្ខុវិស័យនេះក្រុមហ៊ុនមេតាថែមទាំងបានធ្វើការកែតម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងយ៉ាងស៊ីជម្រៅដោយបានកាត់បន្ថយបុគ្គលិកចាស់អស់ប្រហែល 10% ដែលស្មើនឹង 8,000 នាក់ដើម្បីបង្វែរកម្លាំងនិងថវិកាមកពង្រឹងផ្នែក AI វិញជុំវិញឱកាសការងារថ្មីនៃយុគសម័យបច្ចេកវិទ្យានេះលោកស្រី Dina Powell McCormack ប្រធាននិងជាអនុប្រធានក្រុមហ៊ុនមេតាបានមានប្រសាសន៍សង្កត់ធ្ងន់ថាបដិវត្ត AI កំពុងនាំនៅការផ្លាស់ប្ដូរប៉ុន្តែក៏បាននាំមកនូវឱកាសជាប្រវត្តិសាស្ត្រផងដែរទោះបីជាយ៉ាងណាក៏ដោយរបាយការណ៍ដដែលបានបង្ហាញពីតថភាពពិតមួយនៃឧស្សាហកម្មបច្ចេកវិទ្យាដោយសារជាទូទៅការសាងសង់មជ្ឈមណ្ឌលទិន្នន័យតែងតែបង្កើតកំណើនការងារផ្នែកសំណង់ក្នុងរយៈពេលខ្លីយ៉ាងគំហុកប៉ុន្តែផ្ដល់ការងារអចិន្ត្រៃយ៍ពិតប្រាកដក្នុងចំនួនតិចតួចប៉ុណ្ណោះចាប់តាំងពីចាប់ផ្ដើមដំណើរការជាក់ស្ដែងមជ្ឈមណ្ឌលទិន្នន័យរបស់មេតានៅក្នុងរដ្ឋ Texas និងរដ្ឋ Oklahoma ត្រូវការកម្មករសំណង់រហូតដល់ចន្លោះពី 1,000 ទៅ 1,800 នាក់នៅក្នុងដំណាក់កាលកំពូលនៃការសាងសង់ប៉ុន្តែវានឹងបង្កើតការងារប្រតិបត្តិការអចិន្ត្រៃយ៍ពិតប្រាកដត្រឹមតែប្រហែល100កន្លែងប៉ុណ្ណោះនៅពេលដែលការសាងសង់ត្រូវបានបញ្ចប់រួចរាល់